ត្រីខ្លះសេនិងត្រីខូចគុណភាពប្រមាណជាង10តោនដែលនាំចូលពីប្រទេសថៃត្រូវបានសមត្ថកិច្ចឃាត់អនុវត្តតាមនីតិវិធីខេត្តបាត់ដំបងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនគរបាលខេត្តនិងដោយមានការឯកភាពពីឯកឧត្តមកែវសុជាតិព្រះរាជអាជ្ញានៃអាយកាអមសាលាដំបងខេត្តបាត់ដំបងផងនោះនៅវេលាម៉ោង 12:00 នាទីថ្ងៃទី12ខែមិថុនាឆ្នាំ2025នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រៃស្ថិតក្នុងឃុំតាក្រៃស្រុកកំរៀងខេត្តបាត់ដំបងលោកវរៈសេនីយ៍ឯកយីយុសាននាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងជំនាញការិយាល័យចុះបង្ក្រាបករណីដឹកជញ្ជូនត្រីខ្លះសេដែលនាំចូលពីប្រទេសថៃនៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចជំនាញបានរកឃើញថាត្រីខ្លះសេទាំងនេះគឺខុសប្រភេទត្រីដែលលិខិតអនុញ្ញាតរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឲ្យនាំចូលតែប្រភេទត្រីទីឡាប់ចាត្រីពោនិងត្រីកាបតែប៉ុណ្ណោះនាំចូលពីប្រទេសថៃតាមច្រកអន្តរជាតិដងប៉ុន្តែបន្ទាប់ពីឆែកឆេររថយន្តចំនួន4គ្រឿងរកឃើញជាប្រភេទត្រីប្រាសរុបចំនួន10តោននិង55គីឡូក្រាមក្នុងនោះត្រីប្រាខូចគុណភាពចំនួន1តោនពោះត្រីប្រា150គីឡូក្រាមពងត្រីកាបចំនួន500គីឡូក្រាមត្រីឆ្កោចំនួន50គីឡូក្រាមរថយន្តដឹកជញ្ជូនទាំង4ខាងលើដឹកនាំដោយអាជីវករឈ្មោះលីមុតភេទស្រីអាយុ35ឆ្នាំមានទីលំនៅភូមិកំពង់លួងឃុំអង្គរបូរីស្រុកអង្គរបូរីខេត្តតាកែវបានប្រើប្រាស់លិខិតអនុញ្ញាតរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចុះថ្ងៃទី11ខែមិថុនាឆ្នាំ2025អនុញ្ញាតឲ្យឈ្មោះនាងសវណ្ណារីភេទស្រីអាយុ44ឆ្នាំមានទីលំនៅផ្ទះលេខ17បូរីជីម៉ងខណ្ឌរសីកែវរាជធានីភ្នំពេញលេខទូរស័ព្ទ096 96 52 778ដែលអនុញ្ញាតឲ្យដឹកជញ្ជូនផលិតផលជលផលដូចជាត្រីទីឡាប់ចាត្រីពោនិងត្រីកាបតែប៉ុណ្ណោះក្រោយនាំមកកាន់ស្នងការដ្ឋានធ្វើការសាកសួររួចមកនិងស្របតាមអនុសាសន៍របស់ឯកឧត្តមកែវសុជាតិព្រះរាជអាជ្ញានៃអាយកាអមសាលាដំបងខេត្តបាត់ដំបងសមត្ថកិច្ចបានបញ្ជូនវត្ថុតាងខាងលើទៅផ្នែកជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តដើម្បីបន្តនីតិវិធីដោយឡែកត្រីប្រាដែលខូចគុណភាពចំនួន1តោនត្រូវបានប្រគល់ជូនមន្ត្រីសាខាកបបខេត្តបាត់ដំបងដើម្បីធ្វើការដុតនិងកំទេចចោល